មានស្ត្រីមេម៉ាយម្នាក់ឈ្មោះស្រីនាងមានមុខរបរជានារីម៉ាស្សាដែលតែងតែចេញធ្វើការនៅពេលយប់ដើម្បីរកប្រាក់មកចិញ្ចឹមកូនស្រីដែលមានឈ្មោះថាស្រីរតទើបតែមានអាយុ7ឆ្នាំប៉ុណ្ណោះពួកគេរស់នៅក្នុងផ្ទះឈើដ៏តូចមួយក្នុងតំបន់អនាធិបតេយ្យទោះបីជារស់នៅក្នុងបរិស្ថានពោពេញទៅដោយល្បែងស៊ីសងនិងគ្រឿងញៀនប៉ុន្តែស្រីនាងតែងតែអប់រំកូនស្រីឲ្យធ្វើជាមនុស្សល្អថ្ងៃមួយដោយសារតែទ្រាំលែងបាននឹងសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀនដែលតែងតែមកពពាក់ពពូនជក់និងលក់ដូរគ្រឿងញៀននៅក្បែរផ្ទះរបស់នាងដែលធ្វើឲ្យនាងបារម្ភពីសុវត្ថិភាពនិងអនាគតកូនស្រីនាងបានលួចហៅទូរស័ព្ទរាយការណ៍ប្រាប់ទៅប៉ូលីសដោយសម្ងាត់អំពីសកម្មភាពក៏ដូចជាទីតាំងនៃពពួកជនអន្តពាលទាំងនោះប៉ូលីសបានចុះមកឆ្មក់បង្ក្រាបភ្លាមជនល្មើសមួយចំនួនត្រូវបានចាប់ខ្លួនតែមេខ្លោងនិងបពពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់ពួកវាបានស៊ើបដឹងយ៉ាងលឿនថាអ្នកដែលរាយការណ៍រឿងនេះគឺជាស្រីនាងនៅយប់មួយខណៈពេលដែលស្រីនាងដើរត្រឡប់មកពីធ្វើការវិញម៉ោងប្រហែលជា2រំលងអាធ្រាត្រទៅហើយនៅតាមដងផ្លូវងងឹតស្ងាត់ជ្រងំនាងត្រូវបានក្រុមជួញដូរគ្រឿងញៀននោះស្ទាក់ផ្លូវរួចព្រួតវាយនាងយ៉ាងចាស់ដៃដោយមានប្រាក់ដំបងនិងវាយដោយដៃជើងទាល់តែនាងដួលសន្លប់ទើបពួកវារត់គេចខ្លួនបាត់អស់ទៅស្រីនាងដេកស្ដុកស្ដឹងទៅនឹងដីមានរបួសយ៉ាងដំណំឆ្អឹងជំនីនិងសរីរាង្គខាងក្នុងរបស់នាងខូចខាតយ៉ាងធ្ងន់ធ្ងរកណ្ដាលអាធ្រាត្រស្ងាត់គ្មាននរណាឆ្លងកាត់ដើម្បីជួយនាងឡើយនៅក្នុងវិនាទីចុងក្រោយនៃជីវិតអារម្មណ៍របស់នាងនឹកឃើញតែកូនស្រីដែលកំពុងតែដេកចាំម្ដាយនៅក្នុងបន្ទប់តែម្នាក់ឯងដោយក្តីស្រឡាញ់កូនពេកនាងបានប្រមូលកម្លាំងដែលនៅសេសសល់បន្តិចបន្តួចខំប្រឹងប្រវេប្រវាវាអូសរាងកាយដែលទ្រុឌទ្រោមឆ្លងកាត់ផ្លូវលំរហូតទៅដល់ផ្ទះឈើកំសត់របស់នាងបានរុញទ្វារចូលទៅដល់ក្នុងផ្ទះរួចវាឡើងទៅដេកក្បែរកូនស្រីតូចដែលកំពុងតែដេកយ៉ាងស្កប់ស្កល់ស្រីនាងព្យាយាមលើកដៃអង្អែលក្បាលកូនស្រីជាលើកចុងក្រោយរួចក៏ផុតដង្ហើមនៅក្បែរកូនស្រីនោះទៅព្រឹកព្រលឹមស្រាងស្រីរតបានភ្ញាក់ពីគេងក្មេងស្រីតូចញីភ្នែកសម្លឹងមើលម្ដាយដែលកំពុងតែដេកស្ដុកស្ដឹងនៅក្បែរនាងដោយសារតែបន្ទប់ងងឹតនិងភាពឆក់ល្ងង់ជាក្មេងស្រីរតមិនបានចាប់អារម្មណ៍នឹងស្នាមរបួសនិងមិនយល់ពីសេចក្តីស្លាប់ទេនាងគិតថាម្ដាយរបស់នាងប្រហែលជាងងុយគេងខ្លាំងហើយនឿយហត់ពីការងារពេកទើបមិនហ៊ានដាស់ស្រីរតបានក្រោកទៅងូតទឹកស្លៀកពាក់រួចស្ពីកាតាបដើរទៅសាលារៀនដូចធម្មតាពេលត្រឡប់ពីសាលានាងនៅតែឃើញម្ដាយដេកក្នុងទម្រង់ដដែលស្រីរតចាប់ផ្ដើមឆ្ងល់ថាម៉េចក៏ម្ដាយដេកយូរម្ល៉េះតែនាងនៅតែមិនហ៊ានមាត់យប់នោះក្មេងតូចបានចូលទៅដេកអោបម្ដាយរាងកាយរបស់ស្រីនាងចាប់ផ្ដើមត្រជាក់ស្រេបនិងរឹងស្ដោកប៉ុន្តែអ្វីដែលគួរឲ្យព្រឺព្រួចនោះគឺវិញ្ញាណរបស់ស្រីនាងមិនបានទៅណាទេដោយសារតែការបារម្ភពីកូនវិញ្ញាណរបស់នាងបានលេចចេញជារូបរាងមនុស្សធម្មតានៅក្នុងកែវភ្នែករបស់ស្រីរតក្នុងរយៈពេល3យប់នោះស្រីរតបានឃើញម្ដាយងើបឡើងមកដាំបាយបោសផ្ទះនិងបត់ខោអាវឲ្យនាងដូចធម្មតាវិញ្ញាណម្ដាយបានអង្គុយញញឹមនិងច្រៀងបំពេឲ្យនាងគេងលក់ជារៀងរាល់យប់ខណៈពេលដែលរូបរាងកាយពិតប្រាកដកំពុងតែដេកហើមរលួយនៅលើកន្ទេលក្បែរនោះរហូតចូលដល់យប់ទី3ក្លិនស្អុយអសោចនៃសាកសពបានសាយភាយយ៉ាងខ្លាំងចេញពីក្នុងផ្ទះរបស់ស្រីនាងអ្នកជិតខាងដែលរស់នៅក្បែរនោះទ្រាំនឹងក្លិនស្អុយមិនបានក៏នាំគ្នាទៅគោះទ្វារហើយគ្មានអ្នកណាបើកពួកគេក៏ធាក់ទ្វារចូលទស្សនវិជ្ជាដែលពួកគេបានឃើញធ្វើឲ្យអ្នកខ្លះរន្ធត់រហូតដល់ក្អួតចង្អោរសាកសពរបស់ស្រីនាងបានហើមប៉ោងស្បែកប្រែជាពណ៌ស្វាយនិងមានទឹកស្អុយហូរចេញពីមាត់និងច្រមុះទៀតផងអ្វីដែលធ្វើឲ្យពួកគេស្រក់ទឹកភ្នែកនោះគឺស្រីរតកំពុងតែដេកអោបសាកសពដែលហើមស្អុយនោះយ៉ាងស្អិតរមួតដោយមិនដឹងអីសោះអ្នកភូមិបានប្រញាប់ទាញក្មេងស្រីនោះចេញនិងរៀបចំធ្វើបុណ្យសពឲ្យស្រីនាងតាមប្រពៃណីបន្ទាប់ពីធ្វើបុណ្យសពរួចរាល់ម្ដាយមីងរបស់ស្រីរតដែលរស់នៅក្នុងខេត្តផ្សេងបានមកទទួលយកក្មួយស្រីទៅរស់នៅជាមួយបាត់ទៅផ្ទះដ៏កំសត់របស់ស្រីនាងត្រូវបានទុកចោលទ្វារត្រូវបានចាក់សោពីក្រៅដោយសម្ភារៈខោអាវនិងរបស់របរផ្សេងមិនទាន់មាននរណាម្នាក់ហ៊ានចូលទៅរើចេញនៅឡើយទេចាប់ពីពេលដែលស្រីរតចាក់ចេញទៅផ្ទះនោះបានคล้ายទៅជាកន្លែងលងដ៏សាហាវបំផុតនៅពាក់កណ្ដាលអាធ្រាត្រអ្នកជិតខាងតែងតែឮសំឡេងចានឆ្នាំងរំដំគ្នាសំឡេងអំបោសកំពុងតែបោសសម្រាមហើយសំឡេងច្រៀងបំពេកូនយ៉ាងយឺតលាយឡំជាមួយសំឡេងយំខ្សឹកខ្សួលចេញពីក្នុងបន្ទប់នោះយប់មួយបុរសប្រមឹកម្នាក់បានដើរត្រេតត្រោតកាត់មុខផ្ទះនោះ
គាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតដេកយប់ឈរបែរខ្នងនៅមុខទ្វារផ្ទះគាត់ស្មានតែជាអ្នកជិតខាងក៏ស្រែកសួរស្ត្រីនោះបានងាកមកយឺតមុខរបស់នាងហើមប៉ោងភ្នែកទាំងពីរបើកធំសម្លឹងមកគាត់និងមានឈាមពណ៌ខ្មៅហូរចេញពីមាត់នាងលូកដៃដែលរលួយដល់ឆ្អឹងមកប៉ះមុខបុរសនោះរួចសួរទាំងសំឡេងគួរឲ្យខ្លាចថាតើពូមានឃើញកូនរបស់ខ្ញុំទេបុរសប្រមឹកនោះភ័យរហូតដល់បែកពពុះមាត់ដួលសន្លប់នៅនឹងកន្លែងមិនត្រឹមតែប៉ុណ្ណោះវិញ្ញាណរបស់ស្រីនាងតែងតែដើរគោះទ្វារផ្ទះអ្នកភូមិជារៀងរាល់យប់ដើម្បីសួររកកូនស្រីធ្វើឲ្យអ្នកភូមិភ័យខ្លាចរហូតដល់លែងហ៊ានដើរចេញក្រៅនៅពេលយប់ផ្ទះអ្នកភូមិនៅក្បែរនោះក៏ចាប់ផ្ដើមរើចេញម្ដងមួយរឿងមួយដែលគ្មាននរណាបានដឹងនៅមុនពេលដែលស្រីនាងត្រូវបានពួកសង្គមងឹតសម្លាប់គឺដោយសារតែនាងដឹងថាក្រុមនេះនឹងមករករឿងនាងព្រោះនាងធ្លាប់បានយកកញ្ចប់គ្រឿងញៀនដ៏ធំមួយរបស់ពួកវាយកមកលាក់ទុកនៅក្រោមដំបូលជញ្ជាំងផ្ទះរបស់នាងដើម្បីធ្វើជាភស្តុតាងឲ្យប៉ូលីសយប់មួយក្រុមជួញដូរគ្រឿងញៀនចំនួន3នាក់ដែលធ្លាប់បានវាយសម្លាប់នាងបានលួចគាស់ទ្វារចូលមកក្នុងផ្ទះនោះម្ដងទៀតដើម្បីស្វែងរកកញ្ចប់គ្រឿងញៀនរបស់ពួកវាបើកភ្លើងពិលឆាយឆេររកមើលកកាយអីវ៉ាន់រញ៉េរញ៉ៃពេញក្នុងផ្ទះខណៈពេលដែលពួកវាកំពុងតែរើកកាយស្រាប់តែទ្វារបន្ទប់បានបិទក្រាំងនិងចាក់សោពីក្រៅដោយខ្លួនឯងខ្យល់ត្រជាក់ខុសប្រក្រតីបានបក់ខ្មួលខ្មាញ់ពេញបន្ទប់ធ្វើឲ្យភ្លើងពិលរបស់ពួកវាលុតភ្លើតរួចក៏រលត់អស់ក្លិនស្អុយអាសោចនៃសាកសពបានភាយចេញមកយ៉ាងខ្លាំងកម្រិតមិនអាចដកដង្ហើមបាននៅក្នុងភាពងងឹតពន្លឺពណ៌បៃតងព្រាលបានលេចចេញនៅជ្រុងកន្ទេលរាងកាយដ៏ហើមរលួយរបស់ស្រីនាងបានវាចេញមកយឺតសក់របស់នាងសើមជោកទៅដោយឈាមភ្នែករបស់នាងក្រហមឆ្អៅពោពេញទៅដោយគំនុំសងសឹកពួកជនអន្តពាលទាំង3ឃើញដូច្នោះស្រន់ស្លោរត់ចេញទៅបើកទ្វារតែបើកទ្វារមិនបានខ្មោចស្រីនាងបានស្ទុះហោះមកចាប់កពួកវារូបភាពនៃការជួយចាប់ដែលនាងធ្លាប់ទទួលត្រូវបានបញ្ជូនឲ្យពួកវាវិញទាំងអស់អ្នកភូមិដែលរស់នៅក្បែរនោះបានឮសំឡេងពួកវាស្រែកយ៉ាងវេទនាសំឡេងបោកផ្ទប់ទៅនឹងជញ្ជាំងនិងសំឡេងកាច់ឆ្អឹងលាន់ព្រេកប្រោកប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចេញមកជួយឡើយព្រឹកឡើងពេលប៉ូលីសគាស់ទ្វារចូលទៅគេបានប្រទះឃើញសាកសពជនពាលទាំង3នាក់នោះដេកស្លាប់ក្នុងសភាពដ៏គួរឲ្យរន្ធត់បំផុតភ្នែករបស់ពួកវាបើកចំហដោយក្តីភ័យខ្លាចកម្រិតធ្ងន់មុខមាត់ពោពេញទៅដោយស្នាមខ្វាចនិងករបស់ពួកវាត្រូវបានបាក់កាច់ខុសទម្រង់ធម្មតាចំណែកកញ្ចប់គ្រឿងញៀនត្រូវបានទម្លាក់ចោលនៅលើកន្ទេលប៉ូលីសបានឆែកមើលក៏បានរកឃើញភស្តុតាងដ៏សំខាន់មួយដើម្បីដាក់បន្ទុកចាប់ខ្លួនមេខ្លោងគ្រឿងញៀននោះផងដែរក្រោយពីហេតុការណ៍ដ៏រន្ធត់នេះមកដោយសារតែផ្ទះនោះមានប្រវត្តិសាហាវពេកនិងគ្មាននរណាហ៊ានទិញឬក៏ចូលទៅរស់នៅទៀតអ្នកភូមិក៏បានសម្រេចចិត្តនិមន្តព្រះសង្ឃមកសូត្រមន្តបណ្ដេញឧបទ្រពចង្រៃរួចនាំគ្នារុះរើផ្ទះឈើនោះចេញទាំងស្រុងឈើដែលរុះរើបានត្រូវបានគេយកទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីទុកសាងសង់សមិទ្ធផលនានានិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់ស្រីនាងឲ្យនាងបានទៅកាន់សុគតិភពនិងលែងមានកំហឹងចង់ពៀតទៅទៀតរឿងអោបសពម្ដាយមានចាក់បញ្ចាំងនៅលើរោងកុននៅថ្ងៃទី26ខែមិនិនាឆ្នាំ2026